ក្មេងស្រីម្នាក់ដោយបានឆ្លងភពមកធ្វើជាប្រពន្ធចុងទី28របស់មេតបដើមឡើយគិតថាអាចដេកស៊ីចាំតែញាប់ទៅបានហើយតែលទ្ធផលលោកយាយចាស់ស្រាប់តែយកសັບឃើញលោកមេតបធំត្រូវស្លាប់នៅលើសមរភូមិសូម្បីតែអ្នកកាន់កំធៀបជូនដំណើរក៏គ្មានម្នាក់ដែរលោកយាយចាស់ក៏ភ័យស្លន់ស្លោភ្លាមក៏បញ្ជាឲ្យប្រពន្ធដើមជ្រើសរើសប្រពន្ធចុងពី3នាក់បញ្ជូនទៅព្រំដែនដើម្បីបន្សល់ទុកឈាមជ័រឲ្យមេតបឯប្រពន្ធចុងដទៃទៀតឮថានឹងបានជួបមុខប្តីដែលមិនដែលស្គាល់មុខនោះម្នាក់នាំគ្នាដណ្ដើមចុះឈ្មោះមិនព្រមចាញ់គ្នាឡើយប៉ុន្តែក្នុងនាមជាស្រីឯករាជ្យនៅសតវត្សទី21នាងដឹងច្បាស់ថាការយកកូនជាការងារគ្រោះថ្នាក់បំផុតហេតុនេះហើយទើបនាងត្រៀមខ្លួនដេកធ្វើមិនដឹងតែនាងនឹកស្មានមិនដល់តតែសោះថាគឺដោយសារតែអកប្បកិរិយាមិនចំដណ្ដើមរបស់នាងបែរជាធ្វើឲ្យប្រពន្ធដើមប្រឡេកភ្នែកមកពេញចិត្តនាងភ្លាមពីព្រោះតែនៅក្នុងភ្នែករបស់ប្រពន្ធដើមមនុស្សដែលគ្មានមហិច្ឆតាបែបនេះងាយស្រួលគ្រប់គ្រងណាស់គឺបែបនឹងហើយក្មេងស្រីទៅបង្ខំចិត្តធ្វើដំណើរជាមួយប្រពន្ធដើមនិងប្រពន្ធចុងម្នាក់ទៀតបោះជំហានឆ្ពោះទៅកាន់ផ្លូវទៅកាន់ជំរំរឿងនេះធ្វើឲ្យនាងអស់សង្ឃឹមក្នុងជីវិតភ្លាមពាក់កណ្ដាលផ្លូវពួកគេបានចូលសម្រាប់នៅផ្ទះសំណាក់មួយនឹកស្មានមិនដល់ថាមានក្រុមចៅប្រិយមួយក្រុមសម្រុកចូលមកពេលឃើញថាក្មេងស្រីមានរូបសម្រស់ស្អាតបាតខ្លាំងក៏ចង់ចាប់ពួកគេយកទៅធ្វើជាប្រពន្ធមេកងចៅប្រពន្ធចុងម្នាក់ទៀតភ័យខ្លាចរហូតចង់និយាយចេញមកខ្លួនឯងជាមនុស្សរបស់លោកមេតបធំតែបែរជាត្រូវក្មេងស្រីទប់មាត់ចិត្តឈឹងពីព្រោះក្មេងស្រីដឹងថានឹងចោលមិនដែលត្រូវគ្នាប៉ុន្មានទេបើដឹងថាពួកគេជាប្រពន្ធចុងរបស់លោកមេតបធំច្បាស់ជាមិនអាចគេចផុតពីសេចក្តីស្លាប់ឡើយដូច្នេះក្មេងស្រីក៏កុហកថាប្រាប់ថាខ្លួនឯងជាប្រពន្ធចុងរបស់លោកសេដ្ឋីវាំងនៅជើងភ្នំអាចយកពួកគេទៅដូរយកលុយចាយបានពួកចៅប្រិយគិតឃើញថាមានហេតុផលសមរម្យដែរទើបពួកគេញែកអ្នកទាំងពីរទៅឃុំខ្លួនផ្សេងគ្នាប៉ុន្តែពេលក្មេងស្រីដើរចូលបន្ទប់ផ្លាយជាឃើញថានៅទីនេះមានក្រុមមនុស្សប្រុសមាំជាច្រើនហើយនាងគ្រាន់តែក្រឡេកមើលក៏ដឹងភ្លាមគ្មានម្នាក់ក្នុងចំណោមនោះជាអ្នកមានក្បាច់គុណពូកែអាចជួយនាងឲ្យរត់គេខ្លួនបានតែនាងមិនដឹងបរិសុទ្ធដែលនៅចំពោះមុខនាងគឺជាប្តីដែលនាងមិនដែលជួបមុខសោះតាមពិតលោកមេតបធំទទួលបានដំណឹងមកថានៅក្រោមវិហារដែលពួកចៅប្រិយកាន់កាប់នេះមានលាក់ទុកនៅបុរាណមួយនៅក្នុងបុរាណនោះមានកាំភ្លើងភ្លើងអាចយកប្លង់ផលិតបានមកវិញនោះជាកំណត់ទ្រព្យដែលអាចផ្លាស់ប្ដូរស្ថានភាពសិទ្ធិបានទើបលោកមានបំណងបណ្ដោយឲ្យត្រូវចាប់ខ្លួនចូលមកដើម្បីឆ្លៀតឱកាសស្វែងរកដំណុយចំពេលដែលលោកមិនចង់ខ្វល់ខ្វាយជាមួយក្មេងស្រីស្រាប់តែនិយាយឡើងមកថានៅក្រោមដីជំរៅបេហិតនេះមានបុរាណមួយខ្ញុំមិនត្រឹមតែអាចនាំលោកជំនឿខ្លួនចេញទៅបានទេថែមទាំងអាចនាំលោកទៅរកទ្រព្យសម្បត្តិមហាសាលទៀតផងនឹកស្មានមិនដល់ថានាងក៏ដឹងរឿងនេះដែរបន្តទៀតមើលភ្លាមនោះក្មេងស្រីក៏ចាប់ផ្ដើមធ្វើការវិភាគរបស់ខ្លួននិយាយថាពេលដែលនាងត្រូវគេចាប់បញ្ជូនមកទីនេះបានឃើញថានៅទីនេះមានវិហារមួយខ្នងតែបើគិតតាមក្បួនហុងស៊ុយវិញនោះទីនេះមិនសមស្របនឹងសាងសង់វិហារតតែសោះបើមានអ្នកមានបំណងចង់សាងសង់នៅទីនេះនោះច្បាស់ជាដើម្បីសង្កត់របស់អ្វីមួយនៅខាងក្រោមហើយបុរសម្នាក់នោះលឺហើយមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថាបងប្អូននៅក្នុងជំរំតបរបស់លោកសុទ្ធតែចំណាយកម្លាំងលំបាករកមិនអស់ទើបដឹងដំណឹងមួយនេះឯក្មេងស្រីម្នាក់នេះបែរជាដឹងរឿងយ៉ាងងាយស្រួលបំផុតរឿងនេះធ្វើឲ្យបុរសនោះយល់ច្រឡំថានាងមិនមែនធម្មតាទេក្នុងការបើត្រូវគេមើលធ្លុះទៅហើយនោះបុរសម្នាក់នោះក៏មិនចង់ធ្វើពុតជាលាក់បាំងទៀតដែរក៏ចេញបញ្ជាផ្ទាល់ឲ្យគំទេចសម្បុកចោលព្រៃឲ្យមកតែម្ដងបន្ទាប់មកផ្អែកលើការវិភាគរបស់ក្មេងស្រីពិតជាបានរកឃើញបុរាណមួយមែនលុះពេលចូលទៅដល់ក្នុងហើយក្មេងស្រីត្រូវស្រឡាំងកាំងនឹងទិដ្ឋភាពចំពោះមុខភ្លាមបានឃើញវត្ថុបញ្ចុះសពជាច្រើនពេញញ៉ាំក្តាប់មានទាំងមាសប្រាក់រតនសម្បត្តិគ្រឿងត្បូងនិងគ្រឿងកុលាភិរឿងនេះធ្វើឲ្យក្មេងស្រីត្រេកអរជាខ្លាំងទើបតែលើកដៃបំរុងនឹងលោកយកបែរជាត្រូវបុរសម្នាក់នោះខត់ខាំងទុកលោកគ្រាន់តែបោះដុំត្បូងពេជ្រមួយដុំឲ្យទៅក្មេងស្រីឯចំណែកខាងទៀតកូនចៅរបស់មេតបបានកាយរុករកពេញមួយបុរាណស្ទើរក៏លាក់ចាក់ក៏នៅតែរកប្លង់កាំភ្លើងមិនឃើញដែរអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតពេលនេះកងទ័ពស្ទើរមួយក្រុមធំបានដេញតាមមកទាន់ហើយគិតដល់ខ្លួនឯងមកលើកនេះមិនបាននាំកូនចៅមកច្រើនទេនៅក្នុងចិត្តរបស់បុរសនោះក៏គ្មានសង្ឃឹមដែរក៏ហុចកម្មវិធីស្នៀតមួយដាំឲ្យទៅស្រីម្នាក់នោះប្រាប់ឲ្យនាងបញ្ចប់ជីវិតខ្លួនឯងឲ្យបានលឿនទៅស្រីម្នាក់នោះមានការភ្ញាក់ផ្អើលភ្លាមបើដាច់ចិត្តមិនរហ័សទេខ្ញុំអាចជួយនាងបានទោះជាត្រូវស្លាប់ក៏ត្រូវស្លាប់ឲ្យមានគិតយូរដែរបងប្រុសលោកគិតយ៉ាងម៉េចដែរតាមពិតទៅការយកគ្នាតិចតួនឹងគ្នាច្រើនក៏មិនមែនគ្មានវិធីដែរឬមួយក៏លោកសាកស្ដាប់គំនិតរបស់ខ្ញុំមើលទៅនាងក៏ចេះយុទ្ធសាស្ត្រសិតដែរហឹងនាងសាកនិយាយមកមើលដើម្បីរស់រានមានជីវិតក្មេងស្រីមានតែយកល្បិចដោះដូរខ្លាចចេញពីព្រៃមកប្រើប្រាស់មកប្រើការហាបុរសនោះលឺហើយក៏យល់ថាអ្វីដែលនាងនិយាយពិតជាមានហេតុផលក៏ហូបកម្មវិធីស្នៀតនោះទុកត្រឡប់ទៅវិញនិយាយថាក្មេងស្រីច្បាស់ជាមិនត្រូវប្រើប្រាស់ពីទេប៉ុន្តែក្មេងស្រីក៏លេចមើលដឹងភ្លាមថាកម្មវិធីស្នៀតនេះមានតម្លៃខ្លាំងណាស់ទើបតែហើបមាត់សុំភ្លាមកូនចៅដែលនៅក្បែរនោះបែរជានិយាយថារបស់មួយនេះវាបាននៅជាប់នឹងមេកាយយូរណាស់មកហើយមិនងាយនឹងដូរឲ្យអ្នកណាដែលងាយស្រួលទេលុះត្រាតែអ្នកនាងសៀវវ៉ាន់ថាបមេកាយមួយសិតសិនយករបស់ដូរនឹងរបស់មិនទាន់ទាំងរងចាំឲ្យបុរសនោះដឹងខ្លួនផងក្មេងស្រីក៏ស្ទុះទៅថាបយកតែម្ដងលោកមេតបធំអ៊ីនព្រៀនឡើងក្រហមមកភ្លាមកូនចៅមិនអាចទុកចិត្តនឹងបង្អាប់មិនបានឡើយបុរសម្នាក់នេះមុខក្រហមបែបនេះច្បាស់ជាលើកដំបូងដែលត្រូវគេថាបហើយដើម្បីកុំឲ្យមានការអ៊ីនខ្មាស់បុរសនោះក៏ប្រញាប់ប្រញាល់និយាយឡើងអ្នកឯផ្ទះរបស់ខ្លួនមានប្រពន្ធចុងជាង10នាក់ឯណោះសុទ្ធតែជាអ្នកអតីតផ្ដល់ជូនលោកទាំងខ្លួនឯងមិនទាំងខ្ចីក្រឡេកមើលផងធ្វើម៉េចនឹងអាចជាលើកដំបូងទៅកើតនិយាយរួចក៏ប្រញាប់ធ្វើមុខស្មើចេញបញ្ជាទប់ទល់សត្រូវតាមផែនការតែពឹងផ្អែកលើល្បិចករបស់ស្រីម្នាក់នោះកងទ័ពស្រូវដែលចូលមកឈ្លានពានត្រូវបានកំទេចចោលទាំងអស់លោកមេតបធំក៏បានធ្វើតាមការសន្យារបស់ខ្លួនបានប្រកល់កម្មវិធីស្នៀតនោះឲ្យទៅនាងរួចហើយក៏ប្រាប់ឲ្យនាងធ្វើដំណើរទៅជំរំតបជាមួយខ្លួនសិនស្រីម្នាក់នោះគិតថាទោះជាយ៉ាងណាប្តីរបស់ខ្លួនក៏នៅក្នុងជំរំតបដែរក៏យកព្រមតាមការស្នើសុំអ្នកណាទៅដឹងលុះដល់ពេលយប់ឡើងកូនចៅមានបំណងរៀបចំឲ្យនាងនិងលោកមេតបធំនៅក្នុងបន្ទប់តែមួយអ្នកទាំងពីរក៏បានឆ្លងកាត់មួយយប់ទាំងទើសតបែបហ្នឹងទៅថ្ងៃទី2ពេលទៅដល់ជំរំតបស្រីម្នាក់នោះក៏បានសាកសួររកមើលបុរសដែលស្គាល់លោកមេតបធំនៅក្នុងជំរំតបសម្ដីនេះនិយាយចេញមកភ្លាមលោកមេតបធំក៏សង្ស័យថាក្មេងស្រីជាមនុស្សរបស់កងទ័ពស្រូវតែបញ្ជូនមកធ្វើជាចារកម្មហេតុនេះហើយទើបលោកនិយាយកុហកថាខ្លួនឯងគ្រាន់តែជាមេតបរំម្នាក់នៅក្រោមបង្គាប់លោកមេតបធំប៉ុណ្ណោះបន្ទាប់មកក៏បានទុកក្មេងស្រីឲ្យរស់នៅក្នុងជំរំតបពេលនោះក្មេងស្រីស្រាប់តែរកឃើញថាជនរងគ្រោះនៅក្នុងជំរំតបដោយសារតែអាកាសធាតុក្តៅពេកមុខរបួសទាំងអស់ចាប់ផ្ដើមរលួយអស់ហើយបើមិនប្រញាប់ព្យាបាលទេអាចនឹងជួបជំងឺអាសន្នរោគជាមិនខានហើយរឿងរ៉ាវបែបនេះមានតែលោកមេតបធំផ្ទាល់ខ្លួនទើបមានសិទ្ធិចាត់ការបានដូច្នេះហើយនាងក៏ដើរសម្ដៅទៅរកបន្ទប់ស្នាក់នៅរបស់លោកមេតបធំចង់យកដឹងរឿងរ៉ាវនេះទៅប្រាប់ដល់លោកតែនាងនឹកស្មានមិនដល់តតែសោះថាអ្នកដែលអង្គុយនៅខាងក្នុងនោះបែរជាបុរសម្នាក់នោះទៅវិញ